អ្នកនាងសូមស្វាគមន៍មកកាន់ Channel Startup Code Catalyst ចឹងថ្ងៃហ្នឹងយើងមកបន្ត lesson ទី2របស់យើងបន្តទៀតដែលយើងបន្តពី lesson មុនចឹងlesson ទី2របស់យើងមករៀនទាក់ទងជាមួយនឹង basic concept នៅក្នុង C++ Programming Language បងប្អូនគ្នាតោះចឹងយើងដឹងហើយថាកាលពីមេរៀនមុនយើងបានរៀនអំពីប្រវត្តិនៃការកកើតមេរៀនប្រវត្តិនៃការកកើត C++ ហ្នឹងថាមកពីណាអញ្ចឹងទៅហើយ C++ ហ្នឹងគេប្រើដើម្បីបង្កើតនៅ program អីគេចឹងបើសិនជាអ្នកគ្នាអត់ទាន់បានទស្សនានៅវីដេអូមុនទេសូមអាចទៅមើលបាននៅក្នុងនេះរបស់ខ្ញុំនៅក្នុង list របស់ខ្ញុំហ្នឹងគឺមានការពណ៌នាលម្អិតតកតជាមួយនឹងមេរៀន C ហ្នឹង C បបហ្នឹងអូខេអញ្ចឹងយើងមកមើល lesson សម្រាប់ថ្ងៃហ្នឹងនេះគឺជា table content របស់យើងដែល cover ទៅលើ lesson ទាំងមូលហ្នឹងអញ្ចឹងថ្ងៃហ្នឹងយើងមកយល់ដឹងអំពី variable និង data type variable data type literal constant variable និង scope variable អូខេតើរបស់ហ្នឹងគេប្រើដើម្បីអីអញ្ចឹងយើងមកមើលទាំងអស់គ្នាអូខេនេះគឺជា lesson ទី2របស់យើងដែល lesson ទី2របស់យើងហ្នឹងគឺមានចំនួនប្រមាណចំណុចហ្នឹងដែលខ្ញុំបានគូសវាហើយអូខេឥឡូវខ្ញុំសូមបិទអានេះសិនមកអញ្ចឹងដើម្បីយល់ដឹងថា variable គឺជាគេ variable គឺជាការស្ថិតទុកតម្លៃម្ដងអសន្ននៅលើ memory នឹងគឺជា variable ឧទាហរណ៍ថាតម្លៃ x គឺស្មើ10អញ្ចឹង x របស់យើងគឺមានតម្លៃស្មើ10ហ្នឹងឯងឬក៏ក្នុងភាសាគណិតវិទ្យាគេហៅវាថាជាអញ្ញត្តិអញ្ចឹង variable គឺជាអញ្ញត្តិឯងហើយ data type របស់យើងមានន័យថាជាការជាប្រភេទទិន្នន័យ data type ជាប្រភេទទិន្នន័យមានដូចជា short in long floatable ឆាសហើយនឹង string អីចឹងទៅ whatever មានជាច្រើនទៀតអញ្ចឹងអូខេតោះឥឡូវខ្ញុំឧទាហរណ៍មើលតើតើជាមួយនឹង int ខ្ញុំដាក់ថា num1 ស្មើចំនួន10 yeah ស្មើ num2 ស្មើនឹង20អញ្ចឹងយើងមកធ្វើការគណនាទាំងអស់គ្នាហើយយើងដាក់មក num1 បូកនឹង num2 តោះឥឡូវយើងធ្វើការ run តាមមើលអញ្ចឹងវានឹងចេញតម្លៃ30អូខេយើង slow តិចអូខេនេះជា30គឺជាតម្លៃរបស់វាហ្នឹងឯងអញ្ចឹងបើយើងនេះយើងអាចដូចជាយើងអាចបន្ថែមបន្ថយចំនួនតួលេខវាមកអូខេដាក់ថា read 2សស្មើនឹងប៉ុណ្្នឹងអីចឹងទៅអញ្ចឹងពេលយើង run សាមមកយើងឃើញថាអូយើងអាចបូកនេះសវាបានយើងអាចបូក string ជាមួយនឹងលេខបានទេបើចង់នេះយើងទៅ convert អាហ្នឹងវាទៅជា string សិន yes អូខេអូខេអូខេនេះគឺជាតម្លៃ integer របស់យើងដែលយើងបានយកវាយកមកធ្វើការគណនាបូកអីចឹងទៅប៉ុន្តែយើងមិនមែនអាចធ្វើបានតែប៉ុណ្្នឹងទេយើងអាចប្រើបានបន្ថែមទៀតដូចជាខ្ញុំ copy អានេះមក copy path ទី path ចុះក្រោមមកអញ្ចឹងវាមានដូចជាតម្លៃ4លេខដូចជាបូកតគុណហើយនឹងចែក yes អញ្ចឹងយើងធ្វើការ run វាមកអូខេមូលហេតុអីបានវាជាប់អញ្ចឹងដោយសារតែយើងអត់ដកឃ្លាវាអញ្ចឹងដើម្បីអាចដកឃ្លាវាបានយើងប្រើ endialize yeah endial មួយនេះមក endial ហ្នឹងគឺមានន័យថា add line អញ្ចឹង add line ហ្នឹងគឺគេប្រើវាសម្រាប់ចុះបន្ទាត់យើងវាមានតម្លៃស្មើទៅនឹង /n នឹងគឺជាadd line របស់យើងអញ្ចឹងយើងមើល10បូកនឹង20បាន30បើយើងយក10ដកនឹង20អញ្ចឹងបើយើងយកចំនួនលេខតូចដកចំនួនលេខធំវានឹងចេញសញ្ញាដកនោះមកហើយបើយើងយកគុណបាន200បើយើងយកចែកបាន0 yes អូខេនឹងទូរទស្សន៍តាក់ទងជាមួយនឹង variable ក៏ដូចជា data type ចំនួន int ឥឡូវយើងមកមើលតាក់ទងជាមួយនឹង float វិញម្ដង float មានន័យថាជាចំនួនទស្សភាគដូចជាខ្ញុំយក exam បែបនេះចុះស្មើជាមួយនឹង20.55 yes
20.55 ហើយមានដូចជាណាំអូឥឡូវខ្ញុំកែចេះបណ្ដោយទៅដើម្បីឲ្យស្រួលយល់ណាំ1ណាំ2ដដែលស្មើនឹង10.11អញ្ចឹងតោះយ៉ាហើយកន្លែងខ្ញុំដាក់ថា result នេះជាការ store ទុកឯណាទេអញ្ចឹងយើងដាក់មក result ស្មើនឹងណាំ1យកមកគុណនឹងណាំ2អញ្ចឹងយើងដាក់មក cout បញ្ចេញតម្លៃវាមក result បែបនេះអូខេអញ្ចឹងវានឹងធ្វើការគណនាគុណគ្នានេះ20គុណ20.5គុណជាមួយនឹង10.11អញ្ចឹងបើយើងយកតម្លៃពីរនឹងគុណបញ្ចូលគ្នាមកវានឹងបាន207.76 yes for sure អញ្ចឹងកន្លែងហ្នឹងគឺយើងបានចំនួនប៉ុណ្ណឹងយើងយកតម្លៃពីរនឹងគុណបញ្ចូលគ្នាយើងដឹងថាបើយក10គុណនឹង20វាគាត់ចេញ200ហើយអាលេខនេះវានឹងធ្វើការគណនាទៀតបើយើងអញ្ចឹងអ្នកនរអាច practice បន្ថែមទៅបើយើងត្រូវចាំថាបើសិនជាចំនួនលេខ integer ជាចំនួនលេខគត់វាគណនាមកវាគាត់ជាចេញគត់ហើយ yes ប៉ុន្តែបើជា floatable អីហ្នឹងវាជាចំនួនទស្សភាគអញ្ចឹងគណនាមកវាចេញចំនួនទស្សភាគឯងហើយចុះយើងមើលតែតនឹងចំនួនdoubleទៀត yes អញ្ចឹងយើងមើលទៅ double ដូចគ្នាដែរខណៈ double យើងអាច store ទុកបានច្រើនជាងតម្លៃ float អីចឹងណាទីយើងដាក់ double x ស្មើជាមួយនឹង 100.2 អីចឹងទៅហើយខ្ញុំដាក់ double y ស្មើនឹងប្រហែល 50.10 អីចឹងទៅ yeah whatever អាកន្លែងនេះយើងក៏អាច store យកមកសរសេរកន្លែងនេះបានដែរប៉ុន្តែខ្ញុំសរសេរក្រោមទៀតទៅដើម្បីឲ្យអ្នកទាំងអស់គ្នាស្រួលមើលព្រោះវាជាចំណុចចាប់ផ្ដើមមួយដែរបើសិនជាយើងstore ទុកតាមវិធីខាងក្រោមក៏បានយើងstore ទុកជាមួយ line ក៏បានដែរគ្មានបញ្ហាទេឥឡូវខ្ញុំ store ទុកមួយ line ចុះ yes ទេយើង store ទុកជាលក្ខណៈមួយ line ចេះក៏បានពីរ line ក៏បានដើម្បីឲ្យកាត់បន្ថយ space ឬក៏កាត់បន្ថយចំនួន code របស់យើងអញ្ចឹងដើម្បីធ្វើការគណនាយើងបង្ហាញវាមក cout ដដែលហើយ cout ហ្នឹងមានន័យថាជាការ output នៅ result នៅលើ console របស់យើងអញ្ចឹងយើងយកវាយកមកមិនឲ្យយកមកបូកចុះយកមកបូកy បែបហ្នឹងអូខេអញ្ចឹងវានឹងបង្ហាញតម្លៃដែលវាគណនាគ្នាចេញមកហើយអូខេឥឡូវយើងមើលនេះវានឹងបាន150.3 yes ចុះបើ100បូកនឹង50 150អញ្ចឹង2បូកជាមួយនឹង1នេះវា3ដែរលេខ0នេះវាចាប់ទុកថាមិនមែនបូក10ទេមិនមែនយ៉ាមិនមែនយក2នេះយកទៅបូកជាមួយ10នេះទេអូខេអញ្ចឹងមួយទៀតយើងមានដូចជាប្រភេទ character ជាប្រភេទអាច store បានមួយអក្សរអញ្ចឹងតម្លៃរបស់វាយើងស្មើជាមួយនឹង1 byte អញ្ចឹង1 byte គឺស្មើនឹង8 bit ដែលមានចំនួនលេខ128ជាចំនួនដែលដកជាចំនួនអវិជ្ជមានប៉ុន្តែបើចំនួនវិជ្ជមានដែលធំបំផុតគឺ127អូខេអញ្ចឹងឆារបស់យើងគឺ h ឥឡូវខ្ញុំដាក់ថាដូចជាឆា gender ចុះជាប្រភេទជាភេទវាមាន f ឬក៏ m ហើយ m ទៅអញ្ចឹងយើងប្រើ cout មក gender អូខេអញ្ចឹងពេលដែលយើង run មកគឺអត់មានបញ្ហា error អីទេអូខេវានឹងបង្ហាញថាអក្សរ m គឺ gender តែម្ដងអញ្ចឹងនេះគឺជាការ store ទុកដោយយើងដាក់អក្សរអីក៏បានដែរដូចជាអក្សរ k អក្សរ f ចុះជា female ទៅអូខេអញ្ចឹងពេលយើង run មកគឺវានឹងចេញចំនួនបែបនេះហើយនេះជាការបង្ហាញត្រួសខ្លីៗគឺវាមានតែប៉ុណ្្នឹងទេយល់អត់មានអីច្រើនទេទាក់ទងនឹងប្រភេទទិន្នន័យនិង variable ហ្នឹងគេហៅវាថាជាអញ្ញត្តិចឹងក៏បានឬក៏គេហៅវាថាជា identifier yes identifier ក៏បាន variable ក៏បានពីរហ្នឹងគឺជាឈ្មោះដូចគ្នា yeah អូខេនៅចំណុចចុងក្រោយមួយទៀតយើងមានប្រភេទ string ហ្នឹងគឺយើងអាច store ឬក៏យើងអាចសរសេរនៅចំនួនតួអក្សរបានច្រើនឧទាហរណ៍ខ្ញុំដាក់ string name ស្មើនឹងចំនួនstartup coach
catalyst អូខេ startup code catalyst ចុះអញ្ចឹងខ្ញុំ print វាចេញមកហើយខ្ញុំយកនេះ name បែបនេះអញ្ចឹងពេលដែលយើង output តម្លៃវាចេញមកនៅលើterminal yes អញ្ចឹងយើងនឹងឃើញថា startup code catalyst អញ្ចឹងបើយើងមាន string អីបន្ថែមទៀតដូចជាយើងចង់បូកបន្ថែមទៀតបូកដាក់ថា yeah បូកដាក់ថា I want to study ហើយអញ្ចឹងវាអត់មានប្រភេទ error កើតឡើងទេអញ្ចឹងយើងអាចដាក់វាបានអូខេដោយសារតែវាជាចំនួន string ជាចំនួន string អញ្ចឹងយើងអាចបូក string វាបានវាមានន័យថាការបូកកន្លែងនេះគឺយើងអាចបូកបានតែរយៈ string ទេអញ្ចឹងបើសិនជាខ្ញុំឧទាហរណ៍ខ្ញុំមានចំនួនលេខនៅកន្លែងហ្នឹងដូចជាខ្ញុំតាំងអាញាត់ age វាស្មើជាមួយនឹង100អញ្ចឹងតែខ្ញុំអាចបូកបន្ថែមបានអត់វាបូកជាមួយនឹង a អូខេគឺកន្លែងនេះគឺយើងឃើញថាវាបូកអត់បានទេដោយសារតែអាមួយវាជាចំនួនតួអក្សរអាមួយទៀតវាជាចំនួនលេខអញ្ចឹងបើយើងនេះយើងអាច convert វាមកជាconvert គឺ string nice ដាក់វាជា a បែបនេះអញ្ចឹងវាដាក់បានតែជាតួអក្សរទេបូកជាមួយនឹងឆា yes គឺដាក់មិនបានទេអ្នកនាងគឺ convert អត់បានទេកន្លែងហ្នឹងហើយខ្ញុំសាកឲ្យមើលតិចទៅដូចជាអូខេអញ្ចឹងតម្លៃហ្នឹងយើងអត់ដាក់បានទេដោយសារតែនេះវាជា constant ហើយដែលវាជាចំនួន chars ចឹងបើយើងដូរដាក់នេះដាក់ទៅជា char yes ចឹងវាប្រកាសជាអាចកំណត់បានអូខេអញ្ចឹងយើងត្រូវតែចាំថាយើងដាក់ចំនួនអីក៏ដោយគឺយើងអាចបូកចំនួនផ្សេងបានដែលឲ្យទៅជាចំនួនលេខអញ្ចឹងចំនួនលេខគឺអាចបូកជាមួយចំនួនតួអក្សរបានទេលុះត្រាតែវាជាចំនួនតួអក្សរដូចគ្នា yes អញ្ចឹងបានឃើញជាក់ស្ដែងហើយអានេះគឺជាចំនួន string ដែលយើងអាចសរសេរបានច្រើនជាងនឹងទៀតឧទាហរណ៍ថាខ្ញុំសរសេរមកដាក់ថាដាក់ឈ្មោះអីចេះដាក់ថា hello បែបនេះចុះអូខេ hello បែបនេះមកយើងអាចសេថា hello world yes hello world ឬក៏យើងសរសេរទៀតដាក់ថា I love coding យើងដាក់មក love អញ្ចឹងយើង print តម្លៃទាំងអស់ហ្នឹងចេញមកតាមរយៈពណ៌វាមួយហ្នឹងបើយើងយកវាចេញពី hello ហើយខ្ញុំត្រូវការបូក string អីទេអានេះប៉ុន្តែខ្ញុំត្រូវការចុះបន្ទាត់នេះ else គឺជាការចុះបន្ទាត់របស់វាហើយ copy អានេះមកតម្លាក់ចុះមកក្រោមទៀតតម្លាក់ចេះដើម្បីសូមវាចេញពី love អូខេអញ្ចឹងអានេះក៏ត្រូវការចុះបន្ទាត់វាដែរបើអត់ចុះបន្ទាត់ទេវាប្រហែលជាសេចក្របគ្នាហើយអញ្ចឹងយើង run វាទាំងអស់គ្នាមកអូខេនេះគឺជា startup code catalyst ខ្ញុំចង់ I want to study ហើយនឹង hello world និង I love coding yes អាហ្នឹងការសរសេរ statement ក៏ដូចជាត្រួសតាក់ទងជាមួយនឹងvariable ក៏ដូចជា data type ប្រភេទ string yes អញ្ចឹងវាមានតែប៉ុណ្ណឹងតាក់ទងរបស់វា
ហ្នឹងអញ្ចឹងយើងមកយល់មួយទៀតទាក់ទងនឹង literal ហើយគេទៅ literal និង literal constant គឺជាអីគេ literal មានន័យថាជាការអាហ្សាញទៅកាន់មួយណាមានន័យថាវា specific ជាក់លាក់អញ្ចឹងណាឥឡូវឧទាហរណ៍ខ្ញុំដាក់ int x ស្មើចំនួន10អញ្ចឹងអាហ្នឹងគេហៅវាថាជា literal យ៉ាអាហ្នឹងហើយអា x ស្មើ10ហ្នឹងគឺជា literal ក៏គេហៅវាថាជា assign value assign value yes assign value to variable yes អញ្ចឹងគឺមានតែប៉ុណ្្នឹងទេតាក់ទងជាមួយនឹងliteral អញ្ចឹង literal ហ្នឹងគឺវាខ្លីទេវាអត់មានអីវែងទេណាអញ្ចឹងបើគេយើងដឹងត្រឹមថាឲ្យតែតម្លៃវាមានតែជាតម្លៃលេខទេតម្លៃអក្សរក៏ដោយក៏យើងអាចហៅវាថាជា literal បានដែរ yes អូខេអញ្ចឹងខ្ញុំមើលតិចមកអូខេអញ្ចឹងវាស្មើ10បែបនេះហើយមួយទៀតតាក់ទងជាមួយនឹង literal constants អញ្ចឹងយើងមើលទាំងអស់គ្នាឥឡូវខ្ញុំសុំលុបអានេះចោលចុះ literal constant right អញ្ចឹងliteral constant ហ្នឹងគឺជាអីគេ literal constant មានន័យថាជាប្រភេទconstant របស់វាដែលវាមានចំនួន5ប្រភេទ yes មានចំនួន5ប្រភេទដែលទី1មានដូចជា integer integer numerals បែបនេះ integer numeral ទី2មានfloating point numeral បែបនេះទី3មានfloating point numeral មាន chars ទី4មាន string ហើយទី5មានboolean boolean អញ្ចឹងliteral constant របស់យើងគឺមានចំនួន5ប្រភេទហ្នឹងទី1គឺ integer numeral floating point numeral char numeral string numeral និង boolean yes គឺមានចំនួន5ប្រភេទហ្នឹងយំការប្រើរបស់វាគឺដូចគ្នាទេដែលយើងអាចយកវាយកទៅគណនាបានដូចជាប្រភេទ x ស្មើចំនួន1808អីចឹងទៅហើយវាមានដូចជា float របស់យើង y ស្មើជាមួយនឹង20.5 គុណ1អីចឹងទៅ yes ហើយមួយទៀតតកតងជាមួយ char ដូចជាm ស្មើជាមួយនឹងចំនួនបន្ទុកអក្សរវាអាចស្មើ x អីចឹងទៅហើយ string របស់យើងដែលយើងបានរៀនមិញហ្នឹងអញ្ចឹងដាក់ថាចំនួនsum អីចឹងទៅដាក់ជាចំនួនបូកយើងអាចថា sum house number អញ្ចឹងទៅ yes ហ្នឹងគឺជា string ហើយតកតងនឹង boolean មានន័យថាជានៅក្នុងតក្កវិទ្យាគេហៅវាថាជារកចំនួនពិតអញ្ចឹង boolean វាអាចតែមានពីរប្រភេទវាមានតែ true និង false អញ្ចឹង boolean វាស្មើនឹង true អីទៅ yes true អូខេប៉ុណ្្នឹងចុះ boolean ដែលតែ type របស់វាគឺស្មើជាមួយនឹង p អញ្ចឹងទៅ yes អញ្ចឹង true អញ្ចឹងហើយ5ប្រភេទហ្នឹងហើយគេហៅវាថាជា literal constants ឬក៏យើងចង់ print តម្លៃវាមួយយើងអាច print វាចេញមកបានដូចជា x តកតង enel ដាក់ហ្នឹងមកអូខេ y បាទនឹងដូចគ្នាស្អែមដូចគ្នាហើយដូចជាលើកm ហើយzam ទាំងក្រោយគឺ p right អញ្ចឹងអាហ្នឹងពេលយើង print វាចេញមកវានឹងឃើញបង្ហាញតម្លៃមួយហ្នឹងចេញមកដោយវាគេហៅវាថា5ប្រភេទហ្នឹងជា literal constant ដែលយើងអាចប្រើវាដើម្បីធ្វើការគណនាផ្សេង1008ចំនួនប៉ុណ្ណឹងយើងទៅ yes ហើយអា boolean ហ្នឹងគេប្រើវាតាក់ទងជាមួយនឹងប្រភេទ condition ជាប្រភេទif condition ឬក៏ប្រភេទ loop អីចឹងទៅ yes
ប៉ុន្តែអាហ្នឹងនៅមេរៀនខាងមុខទៀតយើងនឹងមកសិក្សាស្វែងយល់ទាំងអស់គ្នា yes ប៉ុន្តែយើងមកមើលថាអូអានេះគឺជា literal constraint វាមាន5ប្រភេទហ្នឹងដែលវាដំណើរការបែបហ្នឹងរួមវាសរុបជាមួយនឹង data type ជាមួយនឹង variable នេះទៅយូរមកពួកហ្នឹងគឺវាស្តៀងគ្នាទេអូខេអញ្ចឹងមកចំណុចចុងក្រោយគឺទាក់ទងនឹង scope variable អញ្ចឹង scope variable គឺវាមាន2ប្រភេទវាមាន global និង local variable អញ្ចឹងខ្ញុំសូមលុបអានេះចោលតិចមកហើយអាលុបអានេះមួយទៀតអញ្ចឹងទាក់ទងជាមួយនឹង scope scope វាមាន2ប្រភេទវាមានglobal variable and local variable អញ្ចឹងទៅ yes មាន2ហ្នឹងអញ្ចឹងglobal variable គេប្រើនៅពេលណា global variable គឺគេប្រើឧទាហរណ៍ខ្ញុំមាន integer ចំនួនnumber ស្មើនឹង2025នៅខាងលើអញ្ចឹងមានន័យថារាល់ចំនួនលេខឬក៏រាល់ចំនួនមិនថា function ឬក៏អីទេគឺខ្ញុំអាច access បានចំនួនnumber ហ្នឹងអញ្ចឹងបើខ្ញុំដាក់ថា number នេះគេវា suggest ឲ្យខ្ញុំដាក់ថាជាចំនួន100អញ្ចឹងយើងមិនចាំបាច់បង្កើត data type របស់វាអីបន្ថែមទៀតទេពេលដែលយើង print ទៅលើ number មកវានឹងធ្វើការ override yes វានឹងធ្វើការ override ចំនួនតម្លៃ2025នេះទៅចំនួន100ហ្នឹងឯង yes អញ្ចឹងយើងធ្វើការ print វាសាក់មកអូខេអញ្ចឹងវានឹងចេញតម្លៃចំនួន100ហើយចុះបើករណីខ្ញុំបិទអានេះខ្ញុំដាក់ថា number ចោលទៅទេបែបនេះតើវាចេញតម្លៃចំនួនប៉ុន្មានវានឹងចាប់យកតម្លៃចំនួនអាតេតតនឹង global របស់វា2025ហ្នឹងយកមក show យើងតែប៉ុណ្ណឹងអូ what error ឡើងណាចេះerror ឡើងណាចេះអូខេដោយសារតែនេះវាចេញមកហើយ2025ដោយសារតែ number នេះវា error ខ្ញុំអត់ដឹងថាវាមកពីមូលហេតុអីគេដែរប៉ុន្តែយើងដឹងត្រឹមថាបើសិនជាយើងប្រកាសជា global បែបនេះហើយទោះជាយើងមិនសរសេរតម្លៃផ្សេងក៏វាចេញមកនេះ2025នេះគឺជាតម្លៃរបស់វាតែម្ដងអូខេអញ្ចឹងអានេះតាក់ទងជាមួយនឹង global អានេះគេហៅវាថាជា global variable yes global variable គឺតម្លៃរបស់វាប៉ុណ្ណឹងដោយ num របស់វាគឺស្មើប៉ុណ្ណឹងហើយមិនចាំបាច់ហៅតម្លៃក៏ដោយក៏វាអាចចេញមកបានដែរ yes អាហ្នឹងតាក់ទងនឹង global variables វាអាច access បានគ្រប់ស្ថានភាពទាំងអស់អញ្ចឹងណាមិនថាពេលណាតែឥឡូវដូចជាខ្ញុំមាននៅscope មួយទៀតដោយខ្ញុំដាក់ថាជា number តើវានៅ suggest អត់ yes វានៅ suggest ទោះយើងដាក់ចំនួនអីក៏ដោយខ្ញុំដាក់10ឥឡូវឃើញខ្ញុំអត់មានបានប្រកាសនៅ data type ខ្ញុំហៅតែ variable វាយកមកហើយអញ្ចឹងខ្ញុំស៊ីអោតម្ដងទៀតទៅលើចំនួន number ហ្នឹងដដែលពេលខ្ញុំ run មក yes វានឹងចេញតម្លៃចំនួន10វារៀង slow តិចអ្នកនេះអូខេនេះអូខេវានឹងចេញតម្លៃចំនួន10ហ្នឹងមកឃើញអត់ដោយខ្ញុំមិនចាំបាច់បង្កាស integer ឲ្យដោយវានឹងចាប់ថា number ហ្នឹងវានឹងចាប់តម្លៃ integer ហ្នឹងហើយស្រេចហើយឃើញអត់អញ្ចឹងតម្លៃដើមរបស់វាគឺ2025អញ្ចឹងយើង override យើង10មកវានឹងរួចលើ2025ហើយវានឹងលុបអា2025ចោលដាក់តម្លៃ10ហ្នឹងចូលអូខេឥឡូវខ្ញុំសូមបិទតាក់ទងនឹង global ហ្នឹងទៅវាមានតែប៉ុណ្្នឹងទេហើយមួយទៀតបើករណីថាខ្ញុំមាន integer តម្លៃ10អញ្ចឹង yes គេអត់តម្លៃ10អញ្ចឹងហើយខ្ញុំចង់ហៅវាមកផ្សេងមួយទៀតមានថាខ្ញុំប្រើ num នឹងដែរ yes number នឹងដែរ number គឺស្មើចំនួននឹង20អញ្ចឹងទៅ yes ដល់ពេលហើយខ្ញុំប្រើ cout ដដែលហើយខ្ញុំមកផ្នែកចង់ override ដាក់ទៅ number ទៀតវានឹងចេញកន្លែងវានឹងបញ្ចេញ error តែម្ដងដោយសារអីវានឹងបញ្ចេញកន្លែងនេះ error ដោយសារតែយើងអានេះគឺមកក្នុង scope នេះវាអាច access ទៅកាន់ scope ផ្សេងបានទេមានន័យថាមកនៅក្នុង block
នៃសញ្ញាមួយហ្នឹងគឺប្រើបានតែកូដនៅក្នុងសញ្ញាហ្នឹងឯងបើចង់ access មកកាន់សញ្ញាផ្សេងគឺអត់បានទេប៉ុន្តែបើចង់នេះបានយើងប្រើមក global yes អឺ Wise អូអត់បានទេតែ sorry មិន global នៅហ្នឹងឯងទៀតកាសនៅលើនេះ pin ណាំនេះ number ស្មើជាមួយនឹង200អីចឹងទៅ yes អញ្ចឹងគឺនៅក្នុងនេះទាំងអស់គឺសុទ្ធតែប្រើបានហើយគេដកណាំនេះចេញមកឃើញអត់សុទ្ធតែប្រើបានហើយ yes សុទ្ធតែប្រើវាបានអាហ្នឹងហើយគេហៅវាថាជា global ហើយនិង local អញ្ចឹង local ត្រូវចាំថា local អត់អាច access ទៅកាន់អឺ scope ផ្សេងបានទេមក block ផ្សេងបានទេវាមានថាដំណើរការតាមមួយ scope របស់វាតែប៉ុណ្ណោះហើយចំណែកឯglobal គឺវាអាចដំណើរការទៅ scope ផ្សេងបានអានេះក៏បានអានេះក៏បានអញ្ចឹងពេលដែលយើង run វាសាកល្បងចេញមកវាអត់មានការ error កន្លែងណាទេអូខេវានឹងចេញ10និង20អញ្ចឹងយើងចូលបន្តតិចទៅដើម្បីឲ្យគ្នាយើងស្រួលមើលអូខេបែបហ្នឹងអញ្ចឹងពេលខ្ញុំ run ម្ដងទៀតមកអូខេអញ្ចឹង10និង20ចេញអត់ដោយសារតែយើងមានតម្លៃលើនោះហើយអញ្ចឹងបើយើងអូខេអញ្ចឹងមេរៀនរបស់យើងគឺមានតែប៉ុណ្ណឹងហើយខ្ញុំមេរៀនរបស់យើងក៏ត្រូវបានបញ្ចប់ហើយខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងចុះហើយខ្ញុំសង្កត់ថាបើសិនជាមានកំហុសខុសឆ្គងកន្លែងណាឯងសូមខន្តីអភ័យទោសហើយ